សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកលេងនៅខេត្តតាកែវគឺនៅប្រាសាទតាព្រំនេះបងប្អូននេះប្រាសាទខ្ញុំជិះពីភ្នំពេញមកប្រាសាទគឺចិត្តដែរទេជិះក្នុង20នាទីជាង30គីឡូជាងនិយាយគឺថាប្លង់គឺស្អាតមែនទែនបើដល់ពេលយើងចូលទៅដល់ក្នុងគឺប្លង់កាន់តែស្អាតជាងហ្នឹងទៀតថ្ងៃនេះគឺខ្ញុំថតនៅខាងក្រៅវល់ជុំទៅមកចាំខ្ញុំចូលទៅក្នុងថតនៅខាងក្នុងឲ្យយើងមើលហើយខ្ញុំមកនេះគឺខ្ញុំមកតាមម្នាក់ឯងទេគឺអត់មានគ្នាទេព្រោះខ្ញុំដល់ម៉ោងសម្រាប់ពេលបិទផ្លឹបជីមកអត់ឲ្យដែរហើយខ្ញុំអាចមើលប្លង់បានពេលយើងថ្ងៃអាទិត្យស្អែកយើងទៅនេះអាចមកលេងបានគឺនេះគឺប្លង់ខាងក្រៅហើយមកថតរូបលេងបាននិយាយចាំដកស្មៅនេះគឺជាប្លង់នៅខាងក្រៅហើយមានដើមថ្នោតនេះគឺប្លង់នេះយើងអាចថតរូបបានអែមមែនទែនបើយើងចេះថតរូបតែខ្ញុំអត់សូវចេះថតរូបបានទេព្រោះខ្ញុំចូលថតខាងនេះឲ្យយើងមើលក្នុងដឹងថាស្អាតពេលយើងឃើញអែមបើយើងចេញក្រៅយើងថតស្អាតតែយើងនៅក្នុងនេះពលឺចេញទៅខាងក្រៅនោះស្អាតមានអារម្មណ៍ថាភ្លឺខាងនោះអែមមែនទែននេះគឺជាទិដ្ឋភាពនៅខាងក្នុងប្លង់ប្រាសាទខ្ញុំមិនចេះថតប្លង់ប្រហែលទេតែយើងចេះថតនេះយើងអាចមកលេងបានថតប្លង់អែមបានយើងទៅខាងក្រៅនេះយើងណាស់ទៅនេះនៅពេញអត់សុខអីនៅកំណើតផ្ទុកពេកទេដើរលេងនៅប្រាសាទនេះសុបាយទាំងអស់គ្នាមានអ្នកមកលេងដែរគាត់មកគ្រូសាហើយខ្ញុំមកអឡូនមកម្នាក់ឯងហើយស្អាតហើយខ្ញុំអត់ចេះធ្វើវីដេអូអត់ចេះអីទេដោយសារខ្ញុំមកត្រួសតែម្ដងហើយខ្ញុំអត់ដឹងថានិយាយបែបណាទៅដើម្បីឲ្យគេយកចូលចិត្តនេះគឺជាប្លង់យើងមើលប្លង់អែមប៉ុណ្ណានេះតែមិនទៅស៊ីមរៀបអីមកថាតាកែវនេះក៏អែម